ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលអំពីរបៀបឆាក្តាមអំពិលទុំក្តាមនេះគឺជាក្តាមស្រែខែនេះគឺសម្បូរហើយសម្រាប់ស្រុកនាងខ្ញុំណាអញ្ចឹងទាំងអស់គ្នាអាចសាកធ្វើញ៉ាំបានរសជាតិគឺឆ្ងាញ់និយាយពីបាយវិញគឺថាអូនិយាយញ៉ាំអត់ដឹងឆ្អែតទេដោយសារតែវាឆ្ងាញ់មែនតើណាហើយនេះគឺជាគ្រឿងផ្សំដែលនាងខ្ញុំបានដាក់នៅលើអេក្រង់ស្រាប់ចាដំបូងគឺយើងដាក់ចាខ្ទះឲ្យក្តៅហើយយើងចាក់ប្រេងឆាចូលបន្តមកទៀតនាងខ្ញុំមិនបានយកមើមខ្ទឹមសយកមករំលែងនោះទេគឺខ្ញុំយកចាធម្មតាទេនៅពេលដែលយើងចាទិញម្ហូបគេអ្នកលក់គាត់តែងតែថែមស្លឹកខ្ទឹមឲ្យអញ្ចឹងគឺខ្ញុំយកចាអាគល់ស្លឹកខ្ទឹមហ្នឹងណាយកមកកច្រាំដាក់និយាយថារំលែងទៅគឺឈ្ងុយជាងមើមខ្ទឹមសទៅទៀតបងប្អូនអាចសាកបានហើយនេះគឺជាអំពិលទុំគឺខ្ញុំបានលាងឲ្យស្អាតហើយដាក់ទឹកស្អាតចូលចិញ្ច្រុំហើយគឺនាងខ្ញុំសម្រាប់យកតែទឹកអំពិលទុំទេចាបន្តមកទៀតចាគឺយើងដាក់នេះគឺជាប្រេងខ្យងទាំងអស់គ្នាណាអញ្ចឹងហើយខ្ញុំដាក់ចំនួនចា1ស្លាបព្រាបាយសិននេះគឺជាទឹកត្រីចា1ស្លាបព្រាបាយនេះគឺជាប៊ីចេង1ចុងស្លាបព្រាកាហ្វេចាហើយនេះគឺជាស្ករស1ស្លាបព្រាបាយចាហើយនេះគឺជាអំបិលស៊ុបខ្នុរចាយើងដាក់តែកន្លះស្លាបព្រាបាយសិនទេបន្តមកទៀតយើងធ្វើការចាគឺកូរវាឲ្យសព្វបែបនេះដើម្បីឲ្យវារលាយចូលគ្នាល្អបន្តមកទៀតគឺស្លឹកខ្ទឹមគឺយើងហាន់បែបនេះហើយយើងយកមកកូរចូលទៅក្នុងចូលទៅក្នុងគ្រឿងរបស់យើងឲ្យស្រេចតែម្ដងបន្តមកទៀតយើងធ្វើការដាក់ក្តាមរបស់យើងចូលហើយក្តាមគឺអ្នកទាំងអស់គ្នាធ្វើការលាងឲ្យស្អាតហើយបើសិនជាចង់ឲ្យចូលជាតិល្អដូចខ្ញុំទាំងអស់គ្នាធ្វើការចាបំបែកវាជាពីរបែបនេះមុខម្ហូបមួយមុខនេះគឺលឿនរហ័សឆាប់បានញ៉ាំគឺឆ្ងាញ់ជក់មាត់តែម្ដងចាយើងធ្វើការចាគឺកូរវាបែបនេះចារហូតទាល់តែវាចូលជាតិគ្នាសព្វបន្តមកទៀតចាយើងចាធ្វើការរក្សាទុកវានៅលើភ្លើងរយៈពេល3 ទៅ 4 នាទីបន្តមកទៀតយើងធ្វើការបើកមកឃើញថាក្តាមយើងគឺថាឆ្អិនហើយឡើងក្រហមល្អហើយសម្រាប់ក្តាមឆាអំពិលទុំនេះនិយាយពីថារសជាតិហ្នឹងគឺថាឆ្ងាញ់បំផុតហ្នឹងគឺទាំងអស់គ្នាអាចសាកបានណាគឺឆ្ងាញ់នៅត្រង់នោះអាទឹកប៉ែករបស់យើងហ្នឹងណានិយាយផ្សាច់ជ្រលក់ជាមួយបាយគឺថាឆ្ងាញ់មែនតើណាទាំងអស់គ្នាអាចសាកបានអរគុណច្រើនសម្រាប់ការតាមដាន